សូមស្វាគមន៍ការចូលមកទស្សនាវីដេអូនេះបាទថ្ងៃនេះខ្ញុំបង្ហាញពីកម្មវិធីសម្រាប់ថត screen នៅលើ iOS version 10បាទកម្មវិធីសម្រាប់ថត screen នៅលើ iOS version 10នេះអ្នកទាំងអស់គ្នាប្រហែលជាបានស្គាល់ហើយគឺកម្មវិធី ASO ក៏ប៉ុន្តែសម្រាប់ iOS version 10នេះប្រហែលជាមានប្រិយមិត្តមួយចំនួនគាត់មិនទាន់ដឹងអំពីរបៀបនៃការ install កម្មវិធីនេះបាទដូច្នេះសូមទស្សនាខ្ញុំបង្ហាញពីការ install ក៏ដូចជារបៀបនៃការប្រើកម្មវិធីនេះខ្លះៗដើម្បីថត screen លើ iOS version 10ហើយយើងចូលទៅកាន់ browser Safari បន្តមកអ្នកទាំងគ្នាបញ្ចូល website មួយនេះបាទបន្ទាប់ពីអ្នកទាំងគ្នាបញ្ចូល website នឹងវាហើយចុច go វានឹងចេញទម្រង់បែបនេះបាទអញ្ចឹងសូមមើលមួយឲ្យតាន់ទៅតាមអ្វីដែលខ្ញុំបង្ហាញបើមិនអញ្ចឹងទេអ្នកនរគ្នាមិនអាច install កម្មវិធី ASO សម្រាប់ថត screen នេះបានទេបាទបន្ទាប់ពីចុចមកចេញទម្រង់បែបហ្នឹងវាមាន3ប្លោះខាងលើនេះ home app ហើយនិង help អញ្ចឹងអ្នកនរគ្នាចុចឲ្យចំ app បន្តមកអូសមកក្រោមបាទមកដល់ ASO ខាងមុខនេះវា upgrade បាទអញ្ចឹងយើងចុចលើ ASO បន្តមកវានឹងចេញពាក្យថា download page យើងចុចឲ្យចំពាក្យថា download page តទៅទៀតយើងអូសមកក្រោមចុចលើពាក្យ ASO នឹងម្ដងទៀតបាទបន្តមកវានឹងចេញពាក្យថា install ឲ្យយើងហើយចុចលើពាក្យថា install បាទបន្ទាប់ពីចុចលើ install ហើយវានឹងចេញពាក្យថា install ASO មកម្ដងទៀតអញ្ចឹងយើងចុចលើពាក្យថា install ASO នឹងបន្ថែមទៀតតោះចុច close បាទរងចាំបន្តិចវានឹងលោតពី install ឲ្យយើងអញ្ចឹងយើងចុចលើ install បាទប៉ុណ្ណឹងគឺហើយយើងរងចាំការ install បាទសម្រាប់អ្នកនរគ្នាធ្វើឲ្យត្រូវតាមអ្វីដែលខ្ញុំបង្ហាញបើមិនអញ្ចឹងទេវាឲ្យយើងទិញបើសិនជាអ្នកនរគ្នាមិនធ្វើមិនត្រូវទេយើងត្រូវការទិញជាមួយនឹង account PayPal បាទអញ្ចឹងបញ្ចូលចប់ហើយយើងចុចមកចេញអញ្ចឹងយើងចូលមកកាន់ setting general ខាងក្រោមនេះបាទមួយនឹងហើយ verify បាទអញ្ចឹងយើងបើកមកចេញហើយបាទបន្ទាប់មកយើងកំណត់ក្នុងការថតយើងចុចកន្លែង record បាទចុចនៅត្រង់នេះយើងគ្លីកយកខាងលើបាទចំពោះវីដេអូយើងជ្រើសរើសទំហំមួយណាដែលយើងចង់បានប៉ុណ្ណឹងត្រឡប់មក home វិញបើយើងចង់ record យើងចុចទាំងនោះហើយចុច next step អូខេបាទហើយយើងអូសក្រោមមកលើចេះយើងចុចនៅកន្លែង airplay ហើយជ្រើសរើសយកASO iPhone បាទប៉ុណ្ណឹងយើងចុចប៊ូតុង home នេះចុះវិញបាទប៉ុណ្ណឹងគឺវាថត screen ហើយបាទយើង stop វិញបាទពេលយើង stop ហើយវីដេអូវាមកនៅកន្លែងនេះកែងក្នុងនេះបាទនេះជាវីដេអូដែលយើងថតមកយើង play ប៉ុណ្ណឹងគឺវាថត screen ហើយហើយ stop វិញបើយើងចង់ save ទៅ camera roll វាត្រង់ហ្នឹងហើយចុចទៅ add to camera roll បាទហើយបើយើងចង់លុបវិញក៏លុបមកបាទអរគុណសម្រាប់ការទស្សនា